សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ Consistency រហូតដល់យល់ចូលចិត្ត From rocks to books. Once there was no paper. There were no books. People made pictures on rocks. Or they made marks on wet mud. But rocks and mud are hard to pick up. What else did people write on? For a long time they wrote on plant leaves. They rolled them up to make books. Much more time went by. Then people found out how to make paper. Now they could make lots of books. These books tell us what happened long ago. You can read these books. You don't have to read rocks or hard mud or leaves. Aren't you glad? មេរៀនទី6ការវិវត្តនៃការសរសេរចាប់ពីថ្មរហូតដល់ក្រដាសកាលពីព្រេងនាយមិនមានក្រដាសសម្រាប់ប្រើប្រាស់ទេហើយក៏មិនមានសៀវភៅដែរមនុស្សបានគូររូបលើថ្មឬក៏ពួកគេបានធ្វើស្លាកសញ្ញាលើដីឥដ្ឋប៉ុន្តែថ្មនិងដីឥដ្ឋពិបាកយកទៅតាមខ្លួនណាស់តើមនុស្សបានសរសេរលើអ្វីផ្សេងទៀតទេក្នុងពេលនោះពួកគេបានសរសេរលើស្លឹករឹតឬស្លឹករុក្ខជាតិផ្សេងទៀតហើយអាចចងក្រងវាដើម្បីធ្វើជាសៀវភៅបានអស់រយៈជាយូរកន្លងផុតទៅមនុស្សរកឃើញវិធីធ្វើក្រដាសហើយពួកគេអាចផលិតសៀវភៅបានជាច្រើនសៀវភៅទាំងនេះបានប្រាប់យើងអំពីអ្វីៗដែលបានកើតឡើងក្នុងអតីតកាលអ្នកអាចអានសៀវភៅទាំងនេះបានហើយអ្នកមិនចាំបាច់អានលើថ្មឬលើដីឥដ្ឋឬក៏ស្លឹកឈើទៀតទេតើអ្នកមិនសប្បាយចិត្តទេឬ How well did you understand? Read each question. Right or B. 1. What does this story show? A. Why people do not like to read books now. B. How people started making real books. 2. Why did people stop writing on rocks and mud? A. Because they found better things to write on. B. Because rocks and mud were too hard. 3. Why were plant leaves better than rocks? A. Because they were bigger than most rocks. B. Because they could be rolled up. For how are mud, leaves, and paper the same? A. They have all been used to make books. B. They have all been used for writing. 5. Why is it good that people made books? A. So people will watch more TV. B. So people can find out new things. រាប់អំពីអ្នកអានអត្ថបទខាងលើមកតើអ្នកយល់ក្នុងអត្ថបទនេះបានកម្រិតណាចូលអានសំណួរទាំងអស់ហើយជ្រើសរើសកឬខទី1តើរឿងនិទាននេះបង្ហាញអំពីអ្វីកមូលហេតុអ្វីមនុស្សមិនចូលចិត្តអានសៀវភៅសប្តាហ៍ថ្ងៃនេះខរបៀបដែលមនុស្សចាប់ផ្ដើមផលិតសៀវភៅពិតលេខ2ហេតុអ្វីបានមនុស្សឈប់សរសេរលើថ្មនិងដីឥដ្ឋកពីព្រោះពួកគេរកឃើញវត្ថុល្អជាងនេះដើម្បីសរសេរខពីព្រោះថ្មនិងដីឥដ្ឋពិបាកសរសេរពេកលេខ3ហេតុអ្វីបានជាស្លឹកឈើល្អជាងដំថ្មកពីព្រោះវាធំជាងដំថ្មខពីព្រោះវាអាចរំបានលេខ4តើអ្វីទៅដីឥដ្ឋស្លឹកឈើនិងក្រដាសមានចំណុចដូចគ្នាកវត្ថុទាំងអស់នោះត្រូវបានប្រើដើម្បីធ្វើសៀវភៅខវត្ថុទាំងអស់នោះគេប្រើសម្រាប់សរសេរលេខ5តើមូលហេតុអ្វីបានជាមនុស្សបង្កើតសៀវភៅកមនុស្សនឹងមើលទូរទស្សន៍បានច្រើនខមនុស្សអាចស្វែងរកអ្វីៗថ្មីទៀត